បុរសនេះចុះទៅចាប់ត្រីនៅសមុទ្រតែនឹកស្មានមិនដល់ថាបានប្រទះឃើញនាងមច្ឆាមួយក្បាលជាប់ក្នុងកប៉ាល់នាងមច្ឆានេះត្រូវជាប់នៅទីនេះរាប់ពាន់ឆ្នាំមកហើយតែមិនដែលមានអ្នកណាអាចជួយសង្គ្រោះនាងចេញពីទីនេះបានទេបុរសវ័យក្មេងនេះដឹងពីមូលហេតុដែលនាងមច្ឆាជាប់គេក៏យកផ្លែកំពូលទៅធ្ពក់ក្អោរបស់នាងឲ្យជាប់រួចប្រមូលកម្លាំងទាញយ៉ាងខ្លាំងទីបំផុតក៏អាចដោះចំណងរាប់ពាន់ឆ្នាំរបស់នាងមច្ឆាបានសម្រេចនាងមច្ឆាក៏ដប់ស្នងវិញដោយប្រគល់ព្រំចារីឲ្យគេនៅថ្ងៃបន្ទាប់នាងមច្ឆាក៏បានបាត់ខ្លួនទៅបន្សល់ទុកផែនទីរុករកសមុទ្រមួយសន្លឹកបុរសនោះក៏ធ្វើដំណើរតាមផែនទីនោះដើម្បីចាប់ត្រីត្រឹមតែមួយឆ្នាំគេក៏រកលុយបាន$8 លានគេក៏ដកលុយ$4 លានទៅចែកឲ្យកូនចៅនិងកូនជាងតែនឹកស្មានមិនដល់ថាកូនជាងរបស់គេរមើលគុណដោយសារតែច្រណែនដែលគេរកលុយបានច្រើនក៏រួមគំនិតជាមួយអ្នកផ្សេងបោកយកទ្រព្យសម្បត្តិគេអស់ហើយយកគេដែលកំពុងស្រវឹងទៅចោលនៅកំពង់ផែដ៏ត្រជាក់ថ្ងៃបន្ទាប់ពេលដឹងខ្លួនឡើងគេឈឺក្បាលមិនក៏មកដេកនៅកំពង់ផែអញ្ចឹងសំណាងល្អមិនងាប់ដោយសាររងាប្រញាប់ទៅផ្ទះវិញសិនចេញទៅចូលផ្ទះគេខុសច្បាប់ណាឯងថាផ្ទះនេះជារបស់ឯងលោកគ្រូភ្លេចហើយឬវិឡារបស់លោកឥឡូវជារបស់ខ្ញុំហើយខ្ញុំដែររួមទាំងអតិថិជនផងដែរមើលស្នាមមេដៃខ្លួនឯងឲ្យច្បាស់ទៅយកមិញលោកចាញ់លបែងខ្ញុំអស់រលីងហើយបានចាញ់ត្រូវតែសងពួកឯងកុំស្ដាយក្រោយឲ្យសោះកុំរៀមអ្នកណាផ្លូវសមុទ្រដែលលោកឧស្សាហ៍ទៅខ្ញុំដឹងច្បាស់ណាស់ឥឡូវលោកអត់កប៉ាល់ខ្ញុំមានកប៉ាល់លោកយកអីមកប្រកួតជាមួយខ្ញុំវាយវាចេញទៅបើនៅញ៉ៃញ៉ៃទៀតវាបំបាក់ជើងចិនហើយខ្ញុំថាតាប៉ាល់ប្រហែលជាខ្ជិលហើយតាប៉ាល់ក៏អត់ដែរឬមួយឯងទៅសួរអ្នកផ្សេងមើលរឿងធំបែបនេះឯងមុខជាមិនងើបមុខរួចទេមួយជីវិតនេះឲ្យឯងខ្ចីដូចយកសាច់ជ្រូកទៅគប់ឲ្យឆ្កែស៊ីអញ្ចឹងអត់ខ្ចីទេកុំធ្វើបាបខ្ញុំអីខ្ញុំក៏ចង់រកស៊ីនៅកំពង់ផែនេះដែរខាងស៊ីនបានប្រាប់អ្នកគ្រប់គ្នាតាំងពីយប់មិញហើយថាបើអ្នកណាហ៊ានជួយឯងអ្នកនោះមិនអាចធ្វើការនៅទីនេះបានទេអញកុំធ្វើបាបពូយើងអីបានខ្ញុំដឹងហើយពូសុនរកពូផឹកស្រាស្មានថាខ្ញុំមិនដឹងរឿងរលួយរបស់ឯងមែនទេកុំមកបោកខ្ញុំឲ្យសោះប្រាប់ឲ្យដឹងចុះខ្ញុំគ្មានលុយទេមិនមែនមកខ្ចីលុយទេខ្ញុំចង់ខ្ចីកប៉ាល់ពូកប៉ាល់ខ្ញុំកប៉ាល់កញ្ចាស់នេះចេញសមុទ្រអាចលិចពេលណាក៏មិនដឹងខ្ញុំមិនខ្លាចទេឲ្យតែពូព្រមជួលឲ្យខ្ញុំចេញសមុទ្រម្ដងថ្លៃជួល20,000តែលើខ្ញុំអត់លុយទេតោះតែខ្ញុំត្រឡប់មកវិញបានលុយទៅឲ្យពូកប៉ាល់កញ្ចាស់ខ្ញុំនេះលក់អេតចាយក៏មិនបាន10,000ផងវាហ៊ាន20,000ដូចជាមិនខាត់ទេជាអ្នកបានតែត្រូវខ្ញុំចេញសមុទ្របើឯងស្លាប់ក្នុងសមុទ្រកុំបន្ទោសខ្ញុំឲ្យសោះទុកចិត្តចុះខ្ញុំមិនស្លាប់ញីទេចេញសមុទ្រលើកនេះអញគិតទៅណាសមុទ្រមរណៈអីគេសមុទ្រមរណៈជាកន្លែងដែលទៅហើយមិនអាចត្រឡប់មកវិញបានទេអញឈួតហើយចង់ទៅសមុទ្រមរណៈកប៉ាល់ធំមិនបានទេកប៉ាល់តូចទើបមិនងាយបុកថ្មកប៉ាល់ពូស័កសមបំផុតបើពូយើងរកបានរបស់ល្អខ្ញុំថែមឲ្យពូ20,000ទៀតតែនេះជាការបដូរជីវិតណាពូសុនពូធ្វើខ្លួនទន់ខ្សោយមួយជីវិតហើយមិនចង់ដល់ពេលស្លាប់ក៏នៅតែត្រូវគេមើលងាយដែរមែនទេមិនចង់សាកល្បងម្ដងមុនស្លាប់ទេខ្ញុំមានផែនទីសមុទ្រពីលោកណាមានកន្លែងមានរបស់ល្អនៅហើយគេចង់បានរបស់ប្លែកទូទៅណាក៏គេព្រមទិញដែរបើលើកនេះជោគជ័យយើងនឹងបានដេកអប់មីហើយអ្នកផ្សេងគេថាឯងមិនកើតតែខ្ញុំមើលទៅឯងពូកែជាងທາງស៊ីនទៅទៀតឆ្អឹងចាស់ខ្ញុំនេះក៏សុំទៅជាមួយឯងដែរចុះផែនទីសមុទ្រដូនតាខ្ញុំបង្ហាញពីថ្មពណ៌ព្រះទឹកចរន្តទឹកក្រោមសមុទ្រនិងកន្លែងមានរបស់ល្អច្បាស់ណាស់ធ្វើឲ្យខ្ញុំអាចបញ្ជាហានិភ័យបានທາງស៊ីនគិតថាខ្ញុំអាចចាប់បានរបស់ល្អរាល់ដងដោយសារសំណាងតែខ្ញុំដឹងច្បាស់ថាអ្វីគឺដោយសារផែនទីសមុទ្ររដូវកាលពិសេសចរន្តទឹកពិសេសទើបអាចបង្កើតបានជារបស់ល្អកម្រមានបើមិនអស់ពេលនេះសមុទ្រមិនចាប់បានចរន្តទឹកខ្លាំងនាំមកនៅទឹកប្រៃដែលធ្វើឲ្យអណ្ដាតសមុទ្រមានទឹកកកដកកំណត់អន្តែឡើងមកលើផ្កាថ្មចម្រៅ50ម៉ែត្រនេះជាពេលដែលពួកវាចេញរកចំណីតែឲ្យតែចរន្តទឹកផុតទៅអណ្ដាតសមុទ្រមានទឹកកកដកកំណត់នេះនឹងមុជចូលទៅក្នុងទឹកជ្រៅវិញជាឱកាសមួយផ្លែតត្រូវតែប្រញាប់រលកនេះខ្ពស់ជាងវប៉ាល់ទៅទៀតភ័យស្លាប់ហើយស្ទើររបកថ្មទៀតផងស្ដាប់ខ្ញុំចូលទៅផ្លូវទឹកខាងនោះជប់ត្រង់នេះខ្ញុំចុះទៅមើលសិនទឹកសមុទ្រត្រជាក់ណាស់ឯងឆាប់ឡើងមកវិញមកកុំបារម្ភខ្ញុំមានសមត្ថភាពពិសេសអាចដកដង្ហើមក្នុងទឹកបានទោះជាខ្ញុំអាចក្នុងទឹកបាន2ម៉ោងដោយមិនចាំបាច់ឡើងមកលើទឹកទេអណ្ដាតសមុទ្រមាសទឹកកកដកកំណត់នេះខ្ញុំត្រូវតែយកតាមកំណត់ត្រាក្នុងផែនទីសមុទ្រអណ្ដាតសមុទ្រមាសទឹកកកដកកំណត់នឹងលេចឡើងនៅក្បែរផ្កាថ្មចម្រៅ50ម៉ែត្រនេះជាជម្រៅអត្តបលមាសដែលខ្ញុំអាចរកបានហើយនៅតែរកមិនឃើញដានអណ្ដាតសមុទ្រមាសទឹកកកដកកំរសោះទឹកសមុទ្រមានសីតុណ្ហភាពត្រឹមតែ2អង្សាសេរាងកាយខ្ញុំចិត្តបាត់បង់កម្ដៅហើយត្រូវត្រឡប់ទឹកប៉ាយកខ្យល់សិន2ម៉ោងហើយមនុស្សធម្មតាមិនអាចមុជទឹកយូរបែបនេះទេឈិនហើយប្រហែលជាស្លាប់បាត់ហើយដឹងចាំយ៉ាងយូរ15នាទីទៀតបើគេមិនត្រឡប់មកវិញខ្ញុំនឹងត្រឡប់ទៅវិញហើយមើលទៅអស់សង្ឃឹមហើយទៅចុះពូសុនខ្ញុំត្រឡប់មកវិញហើយព្រះអើយអញពិតជានៅក្នុងទឹក2ម៉ោងមែនមិនគួរឲ្យជឿសោះអញធ្វើបានយ៉ាងម៉េចទេពកសតើ
កប៉ាល់ឆ្ពោះទៅទីអាគ្នេយ៍2ម៉ៃខ្ញុំនឹងចុះទៅរកម្ដងទៀតជាគេម្ដងទៀតចុះបងស៊ីនឆិនហើយជួលកប៉ាល់កញ្ចាស់របស់តាស្យុនចេញសមុទ្របាត់ហើយកប៉ាល់កញ្ចាស់នោះសំបីសំណាញ់ក៏ខូចដែរតាចាប់បានអីទៅតោះយើងក៏ចេញសមុទ្រដែរចាប់ត្រីធំឲ្យពេញកប៉ាល់រួចចាំនៅកំពង់ផែមើងងាយវាម្ដងអាស៊ីងអ្នកចាត់ការទីផ្សារពិភាក្សាគ្នារួចហើយគេស្គាល់តែឯងថាងស៊ីនទេគេមិនទទួលទិញត្រីរបស់ចិនហើយសំបីតែមួយកាក់បងហ្វាងកុំបារម្ភលុយចំណេញ20ដែលខ្ញុំសន្យាគឺធានាមិនឲ្យបាត់ទេខ្ញុំថែមទាំងតាក់ទងបានមួយធំម្នាក់ទៀតផងគឺលោកនាយកសៀវម្ចាស់ភោជនីយដ្ឋានទីងស៊ីសៀនកំងត្រីក្អែកមាសគុណភាពខ្ពស់តម្លៃ1លានទីងស៊ីសៀននោះជាភោជនីយដ្ឋានផ្ដល់ជូនសម្រាប់តែជនជាន់ខ្ពស់ប្រចាំខេត្តយើងណាបងហ្វាងពិតជាពូកែក្មួយមែនហាហាអញដឹងក៏ល្អហើយលោកនាយកសៀវថ្ងៃស្អែកនឹងទៅត្រួតពិនិត្យទំនិញផ្ទាល់នៅកំពង់ផែចាំបានគុណភាពល្អតែបើធ្វើមិនបានត្រូវសងជំងឺចិត្ត3ដងបងហ្វាងទុកចិត្តចុះខ្ញុំធានាមិនឲ្យខកបំណងទេតោះបងប្អូនទៅមុខទៀតចិនហើយកន្លែងត្រីដែលឯងខំរកយ៉ាងលំបាកឥឡូវបានមកខ្ញុំងាយហើយហាទម្លាក់សំណាញ់បងស៊ីនមានអីមិនស្រួលទេខ្សែយងនេះធូរដូចជាមិនសូវធ្ងន់សោះទីងសំណាញ់ឡើងមកមើលមានតែសារាយសមុទ្រជាមួយសត្វកាព្រៃសត្វកាដើមសំបីបង្កងក៏មិនសូវមានដែរមិនអញ្ចឹងទៅវិញខ្ញុំចាំមិនខុសទេត្រីក្អែកមាសគឺនៅទីនេះឯងដូរកន្លែងទម្លាក់សំណាញ់ម្ដងទៀតមើលចប់ហើយមិនក៏ទៅជាអញ្ចឹងចិនហើយឈប់ទៅសាក់5មួយដងហើយខ្ញុំមើលទៅសមុទ្រមរណៈនេះគ្មានរបស់ល្អទេមិនអាចទេផែនទីសមុទ្រមិនដែលខុសទេខ្ញុំមើលទៅសំបីតែផែនទីសមុទ្រឯងក៏คล้ายៗដែរប្រហែលជាអស់ប្រេងហើយបើមិនត្រឡប់ទៅវិញទេយើងច្បាស់ជាស្លាប់នៅទីនេះមិនខានពូស៊ុនជាខ្ញុំម្ដងទៀតចុះខាត់ពេលមែនរកឃើញហើយនៅលើផ្កាធ្មនុស្សគឺអណ្ដើកសមុទ្រមាសទឹកកកថែមទាំងជាពូជកំណត់ទៀតអស្ចារ្យណាស់គុណភាពអណ្ដើកសមុទ្រមាសទឹកកកបែបនេះច្បាស់ជាធ្វើឲ្យអ្នកចូលចិត្តហូបជ្រួចរបស់មិនខានពូស៊ុនពូមើលគុណភាពបែបនេះធានាថារបស់ល្អមែនធានាជារបស់ល្អពូស៊ុនទម្លាក់អន្ទាក់ចុះពេលខ្ញុំឲ្យសញ្ញាពូទីងវាឡើងមកលោកនាយកសិនភោជនីយដ្ឋានទីងស៊ីសៀនរបស់យើងរៀបចំពិធីជប់លៀងលើកនេះគុណភាពត្រីក្អែកមាសត្រូវតែល្អផ្ដាច់គេកប៉ាល់អាស៊ីនត្រឡប់មកវិញហើយគុណភាពត្រីរបស់គេលោកទុកចិត្តចុះអាស៊ីនឆាប់បើកទ្វារកប៉ាល់ឲ្យលោកនាយកសៀវពិនិត្យគុណភាពមើលចុះត្រីក្អែកនេះទៅណាឡាវហ្វាងអញដឹងទេថាពិធីជប់លៀងរបស់លោកនាយកសិនសំខាន់ប៉ុណ្ណាយកក្តាមសេះប៉ុន្មានក្បាលនេះមកបោកខ្ញុំថាងស៊ីនម៉េចអញ្ចឹងបងហ្វាងថ្ងៃនេះសមុទ្រមិនអំណោយផលត្រីក្អែកយើងពេលឲ្យខ្ញុំពីថ្ងៃទៀតចុះខ្ញុំធានាចាប់យកមកឲ្យបានមិនបាច់ទេធ្វើការសងជំងឺចិត្តតាមកិច្ចសន្យាទៅខ្ញុំគ្មានពេលមកស្ដាប់ឯងនិយាយឯងទេលោកនាយកសៀវតើលោកចង់មកមើលកប៉ាល់ខ្ញុំទេសុទ្ធតែជារបស់ល្អណាស់កប៉ាល់កញ្ចាស់ឯងនេះសំតែរាវសារាយនៅក្បែរច្រាំងទេមានរបស់ល្អអីទៅលោកនាយកសៀវខ្ញុំធានាថាមានរបស់ល្អដែលធ្វើឲ្យលោកភ្ញាក់ផ្អើលជារបស់ដែលមិនធ្លាប់មានលើទីផ្សារអូអញ្ចឹងខ្ញុំនឹងទៅមើលនេះគឺជាសូមចុចខាងក្រោមដើម្បីទស្សនាវីដេអូពេញ